របៀបធ្វើតាហ៊ូពងមាន់ងាយសម្រាប់ញ៉ាំនៅផ្ទះចាអញ្ចឹងជាដំបូងឡើយសម្រាប់គ្រឿងផ្សំវិញគឺខ្ញុំមានទឹកសណ្តែករបស់យើងចំនួន250មីលីលីត្រតើយើងដាក់កម្ដៅទឹកសណ្តែករបស់យើងនឹងឲ្យវាក្តៅអ៊ុនៗមកជាបន្តមកទៀតខ្ញុំមានពងមាន់ចំនួន1គ្រាប់ហើយយើងថែមអំបិល1ចឹបយើងវាយពងមាន់របស់យើងឲ្យបានបែកល្អមកហើយជាបន្តមកទៀតយើងយកទឹកសណ្តែកដែលយើងបានកម្ដៅវាអំបីមិញហ្នឹងយើងយកមកលាយជាមួយពងមាន់ហើយនៅពេលដែលចាក់ហ្នឹងសូមបងប្អូនកូរវាឲ្យញាប់ដៃបន្តិចដើម្បីកុំឲ្យពងមាន់របស់យើងហ្នឹងវាឆ្អិនជាដុំណាចាឥឡូវយើងរៀបចំដាក់ពងមាន់របស់យើងដើម្បីចំហុយតែខ្ញុំប្រើចានគោមបែបនេះបងប្អូនអាចប្រើថាសក៏បានដែរតាមអ្វីដែលបងប្អូនមានជាបន្តមកទៀតយើងយកកន្ត្រងដែលមានសំណាញ់ញឹកបែបនេះយើងធ្វើការច្រោះទឹកតាហ៊ូរបស់យើងហើយជាបន្តមកទៀតមុនពេលដាក់ចំហុយបើសិនមកវាមានពពុះបែបនេះសូមបងប្អូនធ្វើការដួសពពុះនេះឡើងមកដើម្បីឲ្យនៅពេលយើងចំហុយទៅសាច់តាហ៊ូរបស់យើងនឹងវាបានម៉ត់ស្អាតហើយជាបន្តមកទៀតយើងគ្របក្រាស់អាលុយមីញ៉ូមមួយសន្លឹកហើយយើងដាក់ដាំទឹកឲ្យពុះនៅពេលដែលទឹកចាប់ផ្ដើមពុះហើយគឺយើងដាក់តាហ៊ូរបស់យើងចំហុយដូចជាដំបូងឡើយគឺយើងប្រើភ្លើងមធ្យមហើយយើងចំហុយវារយៈពេល1នាទីជាមុនសិនជាបន្ទាប់មកទៀតគឺយើងបន្ថយភ្លើងមកបើកភ្លើងតិចយើងចំហុយវារយៈពេល10នាទីបន្ថែមទៀតចាឥឡូវតាហ៊ូរបស់យើងបានឆ្អិនរួចរាល់ហើយសម្រាប់តាហ៊ូនេះដែរបងប្អូនអាចយកទៅស្លជាមួយនឹងជីចាយឬក៏សម្លផ្សេងៗជាដើមបាន